ស្វាគមន៍គ្នាយើងត្រឡប់មកជួបជាមួយនឹងខ្ញុំទៀតហើយចឹងគឺថ្ងៃនេះដែរខ្ញុំមកលេង Minecraft តបសូនយើងបន្តទៀតចឹងគឺខ្ញុំនឹងបង្កើតជាមួយនឹងសាងសង់នឹងនេះគឺកន្លែង farm វិញជាមួយនឹងកន្លែងចិញ្ចឹមសត្វចឹងគឺសប្តាហ៍នេះគឺខ្ញុំអត់ទាន់មានកន្លែងចិញ្ចឹមសត្វទេគឺខ្ញុំនឹងចាប់ផ្ដើមកន្លែងសាងសង់កន្លែង farm វិញជាមួយនឹងកន្លែងចិញ្ចឹមសត្វចាប់នៅអេពីសូតនេះតែម្ដងដើម្បី enchantment ល្អដើម្បីយើងរកបានយូរខ្ញុំនឹងត្រូវ enchant ជាមួយនឹងអាវឬក៏ខោឬក៏ស្បែកជើងឬក៏ armor របស់ខ្ញុំឲ្យតាន់ជាមួយនឹងអាវុធរបស់ខ្ញុំឲ្យខ្លាំងដោយសារតែខ្ញុំលេង hardcore អញ្ចឹងភាគរយដែលខ្ញុំងាប់គឺច្រើនអញ្ចឹងគឺត្រូវតែបង្កើតរបស់ទាំងអស់ហ្នឹងដើម្បីទុកការពារខ្លួនមុននឹងខ្ញុំចាប់ដើមសាងសង់ជាមួយនឹងកន្លែង farm ល្វែជាមួយនឹងកន្លែងទ្រុងសត្វនោះគឺខ្ញុំសូមប្រមូលដំណាំអញ្ចឹងសិនទោះពីខ្ញុំបានប្រមូលដំណាំហើយមកខ្ញុំក៏បានមកកាប់ឈើដើម្បីសាងសង់ជាមួយនឹងកន្លែង farm ល្វែជាមួយនឹងកន្លែងចិញ្ចឹមសត្វអញ្ចឹងគឺយើងក៏មកកាប់ឈើដើម្បីនេះសិនគឺអាដាមឈើ fruit នេះគឺខ្ញុំពិតជាស្រឡាញ់ខ្លាំងមែនហើយអាដាមឈើ fruit នេះគឺខ្ញុំបានទិញពី watering trader ដែលសារតែវាមកលក់អញ្ចឹងគឺខ្ញុំបានទិញពីវាអញ្ចឹងហើយដែលសារតែវាមកលក់គឺខ្ញុំទិញតែម្ដងតែប៉ុណ្ណោះហើយខ្ញុំបានយកវាមកដាំយូរទៅក៏បានកូនឈើកាន់តែច្រើនទៅចឹងកន្លែង ET farm របស់ខ្ញុំហ្នឹងគឺខ្ញុំនឹងសាងសង់នៅមាត់ទឹកដើម្បីខ្ញុំទៅគឺខ្ញុំចង់ធ្វើវានៅមាត់ទឹកដោយសារតែខ្ញុំមានកន្លែងត្នេទៅតែកន្លែងខ្លះគឺខ្ញុំបានរៀបចំធ្វើជាកន្លែងទ្រុងសត្វកន្លែងខ្លះទៀតខ្ញុំបានរៀបចំធ្វើជាកន្លែងដាក់ដំណាំហើយអញ្ចឹងគឺខ្ញុំតែខ្ញុំមកសាងសង់វានៅមាត់ទឹកអញ្ចឹងគឺមានន័យទេគឺយើងចូលទៅកាន់វីដេអូសាងសង់របស់គ្នា Let's goហើយខ្ញុំពេលនោះខ្ញុំក៏បានចោះទៅក្នុងទឹកដើម្បីចាប់ត្រីខ្ញុំក៏បានជួយជាមួយនឹងស៊ុំវីកាន់ត្រីនឹងគឺវាគុំជឿខ្លាំងមែនទែនអត់មានងាប់ទេវ៉ាវមិនណានឹងប៊ីងាប់ហ្មងអាស៊ុំវីនេះគឺលេង hardcore អញ្ចឹងគឺមកនៅក្នុងនោះគឺខ្លាំងមែនទែន
កន្លែង farm ល្វែរបស់ខ្ញុំគឺខ្ញុំបានធ្វើហើយចឹងគឺកន្លែង farm ល្វែនេះគឺខ្ញុំធ្វើសាមញ្ញធម្មតាទេគឺខ្ញុំអត់ទាន់ decor វាស្អាតទេចឹងគឺខ្ញុំនឹង decor វានៅវីដេអូក្រោយនៅក្នុងអេពីសូតក្រោយឥឡូវ farm របស់យើងគឺចាប់ផ្ដើមដំណើរការហើយគឺគេបានធ្លាក់ជាមួយនឹង skeleton មកហើយចឹងយើងធ្វើការកាប់វាដើម្បីយកល្វែចឹងគឺតែប៉ុណ្ណេះទៅយើងមិនបាច់ភ័យរឿង enchant ត្រូវការល្វែត្រូវការយកកំចាត់ពីយើងគឺយើងត្រូវការដូចជា enchant armor enchant អីរៀនតាន់ចឹងគឺយើងអត់ភ័យខ្លាចរឿងអត់ល្វែអីទេចឹងគឺតែពេលនេះតទៅគឺយើងលែងខ្លាច zombie ទៀតហើយតទៅខ្ញុំបានសាងសង់ជាមួយនឹងកន្លែង AT farm ល្វែមកខ្ញុំក៏បានមកសាងសង់កន្លែងទ្រុងចិញ្ចឹមសត្វគឺទ្រុងចិញ្ចឹមសត្វរបស់ខ្ញុំសប្តាហ៍នេះគឺពិតជាតូចហើយនឹងជំនាញខ្លាំងមែនតើអញ្ចឹងគឺគោលបំណងរបស់ខ្ញុំហ្នឹងគឺចង់ចិញ្ចឹមសត្វគ្រប់ប្រភេទដូចជាគោជាមាន់ដើម្បីយកមកចិញ្ចឹមយ៉ាងណាគឺសត្វគ្រប់ប្រភេទអញ្ចឹងគឺទ្រុងរបស់ខ្ញុំតូចខ្លាំងមែនតើអញ្ចឹងគឺខ្ញុំនឹងសាងសង់ទ្រុងថ្មីដែលធំជាងមុនបន្តិចឥឡូវនេះយើងទៅសាងសង់កន្លែងចិញ្ចឹមសត្វទាំងអស់គ្នា Let's goឥឡូវនេះត្រង់ចិញ្ចឹមសត្វរបស់ខ្ញុំគឺខ្ញុំបានធ្វើហើយគឺត្រង់ចិញ្ចឹមសត្វរបស់ខ្ញុំនេះគឺខ្ញុំកំពុងតែ record គឺវាសុកក៏វាដាច់ record ពតតែម្ដងអញ្ចឹងគឺខ្ញុំសាងសង់គឺខ្ញុំផ្លិចមើលដោយសារតែយើងជាប់អាឡ័យតាធ្វើអញ្ចឹងទៅយើងផ្លិចមើល record ដល់អញ្ចឹងវាមានន័យវាបានដាច់ record ដល់អញ្ចឹងទៅគឺអត់មានណាវីដេអូកំពុងតែសាងសង់បន្ថែមទៀតទេអញ្ចឹងមានតែប៉ុណ្្នឹងឯងអញ្ចឹងអូខេគឺយើងនៅខ្វះកន្លែងមួយទៀតនោះគឺកន្លែងដាំដំណាំអញ្ចឹងគឺខ្ញុំនឹងចាប់ផ្ដើមរៀបចំកន្លែងធ្វើជាកន្លែងដាំដំណាំអញ្ចឹងណាមុននឹងមកស្ទុះគឺខ្ញុំបានចោះចូលទៅក្នុងខែវហើយម៉ាយរងអៃរ៉ុនធ្វើជារបស់មួយហើយរបស់មួយនោះគឺជានីលកាក៏ឲ្យច្រឡំនីលកាត្រីនិស័យយើងមើលទិសដៅគឺខ្ញុំផលិតវាដើម្បីធ្វើជាកន្លែងដែលយើងset spawn នោះយើងគេថាវាច្អទីតាំងមកផ្ទះយើងអញ្ចឹងណាអញ្ចឹងគឺនឹងនេះគឺខ្ញុំនឹងប្រាប់គ្នាយើងណាតែគាត់អត់ទាន់តែគាត់លេងថ្មីអញ្ចឹងក៏គាត់អត់ដឹងទេភាគរយតែគាត់ដើរវិញផ្ទះគឺច្រើនអញ្ចឹងគឺខ្ញុំមកប្រាប់គ្នាយើងអំពីរីកុំឲ្យវិញផ្ទះអញ្ចឹងគឺជាដំបូងយើងយកដៃគាត់យើងម្នាក់ដុតសិនមកធ្វើឲ្យបាន4ដុំហើយយើងយកទៅផលិតត្រីនិស័យហើយយើងត្រូវការប្លុកមួយទៀតនោះគឺ stone ធម្មតាយើងstone ធម្មតាយើងយកវាទៅដុតហើយទៅពេលយើងយកវាទៅដុតហើយយើងយកវាទៅផលិតជាថ្មមួយទៀតហើយតែមកយើងយកវាទៅផលិតថ្មមួយទៀតអញ្ចឹងគឺដំណាក់កាលពិតជាអញ្ញាខ្លាំងតែអញ្ចឹងគឺយើងចាំតែមើលទៅ
ហើយគោលបំណងដែលខ្ញុំបានផលិតជាមួយនឹងត្រីនិស័យនឹងឡើងមកនោះគឺខ្ញុំនឹងដើររក village ថ្មីvillage អាចារ្យរបស់ខ្ញុំអានោះគឺខ្ញុំមិនដឹងមិនទេនៅសុទ្ធគឺបាត់ villager ខ្ទេចតែម្ដងនៅពេលដែលខ្ញុំសម្រាប់ Iron Golem គឺបាត់ villager ខ្ទេចចឹងគឺខ្ញុំឆ្ងល់ខ្លាំងតែវា glitch ឬក៏ វា set spawn អីចឹងទៅខ្ញុំមិនដឹងទេចឹងមានតែខ្ញុំផលិតជាមួយនឹងត្រីនិស័យហ្នឹងដើម្បីគេថាយើងដើរទៅឆ្ងាយកុំឲ្យវាវែងផ្ទះចឹងគឺបែរខ្លាំងតែហើយខ្ញុំឆ្ងល់អញ្ចឹងហ្គេមមិនក្រៅឡើយគេអាប់ដេតមែនបាននៅពេលដែលយើងសម្រាប់ Iron Golem គឺ villager គឺបាត់ជើងនេះទៅពេលយើងបានយកអាដុំថ្មយើងមកដុតនឹងហើយមកយើងយកវាមកផលិតជាថ្មមួយទៀតយើងយកវាទៅផលិតទៅជាថ្មមួយទៀតហើយយើងផលិតវាទៅជាថ្មមួយទៀតនិយាយរំទៅគឺផលិតថ្មគឺផលិតថ្មសុទ្ធតែម្ដងអញ្ចឹងគឺវាត្រូវការ Iron មួយអញ្ចឹងយើងដើរដុតដែកឲ្យបានមួយសិនមកចាំយើងនេះឥឡូវយើងនៅខ្វះមួយទៀតនោះគឺខ្វះ stone ថ្មយើងបានដុតហ្នឹងយ៉ាងច្រឡំគឺយើងត្រូវតែខ្វះវាប្រហែលមកជា3ដុំទៀតឯងអញ្ចឹងគឺខ្ញុំខ្វះវាតែ3ដុំទៀតគឺខ្ញុំនឹងទទួលបានវាឥឡូវគឺខ្ញុំផលិតវាបានហើយឥឡូវនេះគឺថាខ្ញុំអាចធ្វើវាបានហើយអញ្ចឹងគឺខ្ញុំយកវាទៅផលិតនេះសិនយើងខ្វះ Iron យើងយក Iron សិនមកឥឡូវនេះយើងទៅផលិតថ្មហ្នឹងនេះគឺថ្មនេះហើយយើងដាក់វានៅកណ្ដាលផ្ទះយើងតែម្ដងហើយទៅយើងដាក់វានៅកណ្ដាលផ្ទះយើងហើយគឺរូបរាងវាគឺបែបហ្នឹងអញ្ចឹងគឺយើងយកអានេះលកាត្រីនិស័យរបស់យើងហ្នឹងគឺចុចលើវាទៅគឺវាច្អល់ទៅទីតាំងកន្លែងដែលយើងនេះអញ្ចឹងគឺវាច្អល់មកទីតាំងហ្នឹងហើយអញ្ចឹងគឺគ្នាយើងណានេះគាត់ដើរ floor ទៅឆ្ងាយៗគឺគាត់ភ័យខ្លាចរឿងវិញផ្ទះទេដូចខ្ញុំអញ្ចឹងគឺខ្ញុំលេងវាច្រើនគឺខ្ញុំចូលចិត្តដើរវិញផ្ទះខ្លាំងមែនតើចំតពីខ្ញុំបានមើល YouTube ពីគេប្រាប់មកគឺខ្ញុំពិតជានេះខ្លាំងមែនតើដោយសារតែខ្ញុំបាត់ភ័យខ្លាចរឿងដើរវិញផ្ទះគឺខ្ញុំចូលចិត្តដើរ floor ឆ្ងាយៗប៉ុន្តែគឺខ្ញុំវិញផ្ទះឥឡូវនេះខ្ញុំក៏បានចាប់ដើមចេញទៅរក villager ឬក៏ភូមិថ្មីភូមិចាស់របស់ខ្ញុំនោះគឺវាមាន villager ឲ្យខ្ញុំចាប់វាយកមក trade យកសភៅយក enchantment ឲ្យល្អៗទេអញ្ចឹងគឺខ្ញុំមានតែត្រូវតែទៅរកភូមិថ្មីអញ្ចឹងគឺគឺដំណើរសងព្រេងរបស់ខ្ញុំដើរទៅភូមិឆ្ងាយៗឬក៏កន្លែងឆ្ងាយៗគឺចាប់ដើមតែម្ដងទៅពេលខ្ញុំបានវិញពេញមួយ map ហ្នឹងមកគឺខ្ញុំក៏បានរកឃើញជាមួយនឹង village តែម្ដងគឺខ្ញុំណាពីឆ្ងាយឡើងតែគឺចំ1000 block ជាងហ្នឹងគឺបារម្ភថារក village នេះឃើញអញ្ចឹងគឺ village នេះទីទៀតយើងនឹងចាប់យកវាទៅនេះហ្នឹងគឺលើកមេយប់ឲ្យយើងនៅដេកនឹងមួយយប់សិននៅអញ្ចឹងគឺព្រឹកខ្ញុំនឹងចេញប្រតិបត្តិការចាប់ villager យកវាទៅផ្ទះរបស់យើងបាទនេះទៅគឺខ្ញុំដើរ1000 block ហ្នឹងគឺខ្ញុំបានដើរតយអាណានៃដល់ឆ្កុយទេតាមពិតទៅគឺ village នេះគឺនៅក្រោយផ្ទះរបស់ខ្ញុំទេគឺនៅជិតផ្ទះរបស់ខ្ញុំគឺវានៅខាងក្រោយ village អាចារ្យ village អាចារ្យរបស់ខ្ញុំគឺខ្ញុំរកឃើញនៅកន្លែងទីនេះហ្នឹងគឺ village អាចារ្យរបស់ខ្ញុំហើយដល់ពេលយើងដើរប្រហែលជាមកឆ្ងាយក្រោយបន្តិចមកគឺ village ថ្មីមួយទៀតគឺនៅក្រោយហ្នឹងគឺ village 2គឺនៅជិតៗគ្នាអញ្ចឹងគឺខ្ញុំនោះក៏មិនដើរតយអាណាទាំងជីទូកផងទាំងហែទឹកផងទាំងដើរផងទាំងជីសេះផងគឺរត់ឃើញពេលចុងក្រោយវានៅកង្កយផ្ទះខ្ញុំឥឡូវនេះតើពីខ្ញុំបានមើលជាមួយនឹងផ្លូវទឹកហើយមកខ្ញុំក៏ថាគឺខ្ញុំនឹងចាប់វានៅបសោបន្ទាប់អញ្ចឹងគឺបសោនេះគឺខ្ញុំសុំនឹងសិនអញ្ចឹងគឺបាយបាយ